ពាក្យមួយឃ្លាអាចធ្វើឲ្យការសន្ទនាភាសាអង់គ្លេសរបស់យើងល្អជាងមុន What do you mean What do you mean by that ទើបតែរៀនអង់គ្លេសចេះល្មមចង់ចាប់ផ្ដើមនិយាយជាមួយគេប៉ុន្តែនៅពេលដែលនិយាយជាមួយគេស្ដាប់គេមិនសូវបានមិនដឹងថាគេចង់មានន័យថាម៉េចបើអ្នកនរគ្នាកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងខ្ញុំមានពាក្យមួយឃ្លាដែលអាចជួយអ្នកនរគ្នាបានពាក្យមួយឃ្លានោះគឺ What do you meanលើក្រោយនៅពេលដែលនិយាយជាមួយគេនិយាយមកស្ដាប់គេអត់យល់អត់ដឹងថាគេមានន័យថាម៉េចត្រូវសួរគេថា What do you mean What do you mean by that ពេលហ្នឹងគេប្រកាសជាខិតខំស្វែងរកពាក្យថ្មីដើម្បីមកពន្យល់យើងឲ្យយល់ពីអ្វីដែលគេចង់និយាយប្រាប់យើងឧទាហរណ៍គេនិយាយប្រាប់យើងថា This class is hard but it's also easy ពេលហ្នឹងយើងប្រកាសជាអត់យល់ថាគេចង់មានន័យថាម៉េចហើយអញ្ចឹងយើងអាចសួរគេថាWhat do you mean by that ទៅគេប្រកាសជាឆ្លើយឬក៏គេខំរកពាក្យអីមកបញ្យល់យើង This class is hard but if you know how to study it will be easy នឹងគឺយើងប្រើនៅពេលដែលយើងមិនយល់ន័យរបស់គេពេលខ្លះយើងយល់ន័យរបស់គេប៉ុន្តែយើងមិនយល់ពីបំណងរបស់គេពេលខ្លះទៀតយើងយល់ពីន័យរបស់គេយល់ពីបំណងរបស់គេយើងប្រើឃ្លាហ្នឹងគឺដើម្បីបញ្ជាក់ថាគេមានន័យដោយអ្វីដែលយើងគិតឧទាហរណ៍គេនិយាយប្រាប់យើងថា I like you យើងដឹងថាហ្នឹងមានន័យថាម៉េចប៉ុន្តែយើងអត់យល់ពីបំណងរបស់គេយើងសួរគេថា What do you mean by that ហើយគេក៏អាចឆ្លើយយើងថា You're a good person and I like you as a friend អញ្ចឹងមានន័យថាគេកំពុងតែ friend zone យើងហើយកាត់ចិត្តទៅប៉ុន្តែបើបន្ទាប់ពីយើងសួរគេថា What do you mean by that ហើយគេក៏និយាយថា I like you You are my type I like being around you ពេលហ្នឹងគឺមានន័យថាមានសុខភាពហើយអញ្ចឹង what do you mean ឬក៏ what do you mean by that គឺយើងអាចប្រើវាបានច្រើនទម្រង់យើងប្រើវានៅពេលដែលយើងមិនយល់ថាគេមានន័យថាម៉េចស្ដាប់គេមិនបានយើងអាចប្រើវានៅពេលដែលយើងយល់ន័យប៉ុន្តែមិនយល់ពីបំណងយើងអាចប្រើវានៅពេលដែលយើងយល់ន័យយល់បំណងប៉ុន្តែយើងចង់បញ្ជាក់អញ្ចឹងចាប់ផ្ដើមប្រើមើលហើយចាំមើលវាមានលទ្ធផលយ៉ាងម៉េចដែរកុំភ្លេចប្រាប់ឲ្យខ្ញុំដឹងផងខ្ញុំជីនឈៀនជួបខ្ញុំនៅវីដេអូក្រោយ